នួបរបស់គណៈប្រតិភូក្រុមហ៊ុន Kempro រដ្ឋមន្ត្រីនៃភត្រាថ្លែងអំណរគុណចំពោះការវិនិយោគនៅកម្ពុជាបង្កើតឱកាសការងារដល់យុវជននិងកោតសរសើរចំពោះក្រុមហ៊ុនចូលរួមគោរពច្បាប់និងការប្រកួតប្រជែងដោយស្មោះត្រង់ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរសៀលថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025បានអនុញ្ញាតឲ្យលោក Michel Olimen នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Kempro Casper Cambodia និងសហការីចូលជួបសម្ដែងការគួរសមដើម្បីពិភាក្សាអំពីបរិយាកាសនៃការធ្វើអាជីវកម្មនិងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈនិងស្រាបៀរនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាតាមរយៈជំនួបជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Michel Olimen បានបញ្ជាក់ពីការបដិញ្ញាចិត្តចូលរួមចំណែកនិងតាំងចិត្តខ្ពស់ចូលរួមការវិនិយោគនៅប្រទេសកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាជាពិសេសបង្កើតឱកាសការងារជូនទៅដល់យុវជនកម្ពុជានៅក្នុងជំនួបនោះតំណាងសម្ព័ន្ធក្រុមហ៊ុន Casper Group គឺបានជម្រាបអំពីសាវតានៃការឈានជើងចូលទីផ្សារកម្ពុជាបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មខ្សែចង្វាក់ផលិតកម្មភេសជ្ជៈរបស់ក្រុមហ៊ុននិងការចែកចាយលក់នៅក្នុងទីផ្សារជាពិសេសគឺការធ្វើទំនើបកម្មនិងផែនការកំណត់ទម្រង់នានាដើម្បីលើកកម្ពស់គុណភាពនិងប្រជាប្រិយភាពផលិតផលរបស់ខ្លួនក្នុងទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងក៏ដូចជាស្នើសុំការចែករំលែកទស្សនៈនិងអនុសាសន៍ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីផងដែរជាមួយគ្នានេះផងដែរលោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលមានការរីកចម្រើនជាលំដាប់ទាំងផ្នែកសេដ្ឋកិច្ចក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនីតិកាលទី7នៃរដ្ឋសភាលើការងារអភិវឌ្ឍប្រទេសកម្ពុជាលោកក៏បានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជាដែលបានបោះជំហានយ៉ាងស្វាហាប់រហ័សរហួនទៅលើការងារអភិវឌ្ឍប្រទេសជាពិសេសគឺមានប្រជាជនវ័យក្មេងដែលពោពេញទៅដោយសមត្ថភាពដែលជាកម្លាំងចលករមួយដ៏រឹងមាំឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់វិស័យឯកជនដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលោក Michel Olimen គឺបានបដិញ្ញាចិត្តគោរពទៅតាមគោលការណ៍និងច្បាប់ផ្សេងៗរបស់ប្រទេសកម្ពុជាដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យបានត្រឹមត្រូវនិងភាពស្មោះត្រង់នៃការប្រកួតប្រជែងដោយស្មារតីជំរុញការចាក់គឺតាក់ទងជាមួយនឹងជំវិញការផ្សព្វផ្សាយពាណិជ្ជកម្មផ្សាយគ្រឿងស្រវឹងជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីនេតភត្រាបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានបោះទុនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបង្កើតឱកាសការងារថ្មីៗដល់ប្រជាជនកម្ពុជារដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមហ៊ុនគោរពឲ្យបានត្រឹមត្រូវនៅគោលការណ៍ណែនាំនិងច្បាប់បទដ្ឋានគតិយុត្តនានារបស់កម្ពុជាជាពិសេសគឺត្រូវចូលរួមពង្រឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវមានសណ្ដាប់ធ្នាប់និងចូលរួមប្រកួតប្រជែងដោយស្មោះត្រង់មានសុចរិតភាពជាមួយនឹងបណ្ដាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតជាដើមឯកឧត្តមរដ្ឋមន្ត្រីនៃភត្រាក៏បានបញ្ជាក់ពីការខិតខំរួមគ្នាដើម្បីឲ្យការងារផ្សព្វផ្សាយផលិតផលនានានៅលើទឹកដីកម្ពុជាគោរពទៅតាមច្បាប់ដោយឈរលើស្មារតីស្មើភាពគ្នានៃការប្រកួតប្រជែងជាដើមនិងរំពឹងថាក្រុមហ៊ុននឹងទទួលបានការគាំទ្របន្ថែមមួយកម្រិតទៀតតាមរយៈប្រកាសស្តីពីការកំណត់អំពីបែបបទនីតិវិធីនិងវិធានការនៅក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានគឺបានឲ្យដឹងថាការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគឺត្រូវបានគោរពទៅតាមគោលការណ៍ដែលបានកំណត់ដោយក្រសួងព័ត៌មានគោលការណ៍ដែលត្រូវបានកំណត់នៅក្នុងប្រកាសទាំងនោះរួមមានមិនអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្មឃោសនានិងការផ្សព្វផ្សាយលក់គ្រឿងស្រវឹងដោយយកទស្សនិកជនឲ្យទទួលទានគ្រឿងស្រវឹងនៅលើឆាកកម្មវិធីនានាមិនអនុញ្ញាតឲ្យផ្សាយគ្រឿងស្រវឹងផ្ដោតទៅលើគោលដៅអនិច្ចជននិងយកអនិច្ចជនមកផ្សាយមិនអនុញ្ញាតឲ្យផ្សាយលក់គ្រឿងស្រវឹងនៅចន្លោះម៉ោង18ដល់ម៉ោង20តាមស្ថានីយទូរទស្សន៍ឬក៏វិទ្យុគ្រប់ប្រភេទលើកលែងតែការផ្សាយដោយបង្ហាញតែរូបសញ្ញាឬក៏ឈ្មោះផលិតផលគ្រឿងស្រវឹងប្រកាសដដែលបន្ថែមថាពាណិជ្ជកម្មផ្សាយគ្រឿងស្រវឹងគឺមានចម្ងាយមិនតិចជាង200ម៉ែត្រជាពិសេសនៅជុំវិញបរិវេណទីតាំងមួយចំនួន
ដូចជាគ្រឹះស្ថានសិក្សាគ្រឹះស្ថានសុខាភិបាលគ្រឹះស្ថានសាសនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងអាកាសយានដ្ឋានអន្តរជាតិការបង្ហាញពីការទទួលទានគ្រឿងស្រវឹងគឺជាលក្ខខណ្ឌតម្រូវឲ្យសង្គមទទួលស្គាល់ឬសម្រាប់ជោគជ័យក្នុងសង្គមឬមោទនភាពជាតិត្រូវបានហាមឃាត់និងត្រូវគោរពអ្នកមានដំណំរួមមានអ្នកកាន់សាសនាវប្បធម៌អ្នកមានជំងឺនិងស្ត្រីមានផ្ទៃពោះ